សួស្តីបាទទៅកាន់បាទប្រិមិត្តយើងមកវត្តឡើងមកវិញជាមួយនឹងការវិភាគបាល់ទាត់3គូពិសេសជាមួយខ្ញុំបាទ MC កុសលសម្រាប់ថ្ងៃច័ន្ទទី23ខែកុម្ភៈឆ្នាំ2026ការប្រកួតគូទី1នៅក្នុងបាទ Premier League សប្តាហ៍ទី27រវាងក្រុមកក្រប Everton នឹងត្រូវប៉ះជាមួយក្រុមបិសាចក្រហម Manchester United យើងក៏លេខមកមើលតារាងពិន្ទុនាពេលបច្ចុប្បន្នរបស់ក្រុម Everton មានលេខរៀងទី9ក្រោមការប្រកួត26លើកមាន37ពិន្ទុខណៈដែលក្រុមភ្ញៀវ Manchester United មានលេខរៀងទី5ក្រោមការប្រកួត26លើកកន្លងមកនេះមាន45ពិន្ទុស្មើជាមួយក្រុម Tottenham Chelsea ក្រុមម្ចាស់ផ្ទះបាទ5ប្រកួតចុងក្រោយនេះគឺធ្វើបានល្អគូសាមដោយឈ្នះ2ប្រកួតស្មើ2និងចាញ់1ប្រកួតចុងក្រោយចាញ់ទៅលើបាទក្រុម Bournemouth 2-1ចំណែកឯក្រុម Manchester United 5ប្រកួតចុងក្រោយអត់ទាន់ស្គាល់ពាក្យថាចាញ់នោះទេបាទឈ្នះ4ប្រកួតនិងស្មើ1ប្រកួតជាមួយនឹងក្រុម West Ham United សម្រាប់គូទី1នេះអេមីនគេថាបាទលទ្ធផលក្រុម Manchester United នឹងទទួលបាន3ពិន្ទុពេញដោយលទ្ធផលឈ្នះទៅលើបាទ Everton 2-1សម្រាប់ការប្រកួតគូទី2នៅក្នុងបាទក្របខ័ណ្ឌបាទអ៊ីតាលីបាទ Serie A សប្តាហ៍ទី25រវាងក្រុមម្ចាស់ផ្ទះបាទ Bologna ប៉ះជាមួយនឹងក្រុម Udinese 5ប្រកួតចុងក្រោយដែលក្រុមទាំងពីរនេះធ្លាប់ប៉ះគ្នាគឺស្មើ3ប្រកួត Udinese ឈ្នះ1ប្រកួតនិងប្រកួតចុងក្រោយចាញ់ទៅលើ Bologna វិញ3-0តារាងពិន្ទុនាពេលបច្ចុប្បន្នរបស់ក្រុមទាំងពីរបាទមិនខុសគ្នាទេបាទគឺនៅប្រកៀកគ្នាតែប៉ុណ្ណោះបាទ Bologna លេខរៀងទី10ដែលមាន33ពិន្ទុក្រោមការប្រកួត25លើកខណៈដែលក្រុម Udinese មាន32ពិន្ទុក្រោមការប្រកួត25លើកដូចគ្នា5ប្រកួតចុងក្រោយរបស់ក្រុម Bologna គឺឈ្នះ2ប្រកួតស្មើ1និងចាញ់2ប្រកួតចុងក្រោយឈ្នះទៅលើបាទ Club Brugge បាទក្នុងការប្រកួតវគ្គ Play-off Europa League 1-0ចំណែកឯក្រុម Udinese 5ប្រកួតចុងក្រោយឈ្នះ2ប្រកួតនិងចាញ់3ប្រកួតចុងក្រោយចាញ់ទៅលើ Sassuolo 2-1ក្នុងក្របខ័ណ្ឌអ៊ីតាលីបាទ Serie A សម្រាប់គូទី2នេះបើតាមអេមីនកិតក្រុម Bologna នឹងទទួលបាន3ពិន្ទុក្នុងឈ្នះទៅលើបាទក្រុម Udinese 2-1សម្រាប់ការប្រកួតគូចុងក្រោយនៅក្នុងក្របខ័ណ្ឌ La Liga របស់អេស្ប៉ាញរវាងក្រុមម្ចាស់ផ្ទះបាទ Alaves និងប៉ះជាមួយនឹងក្រុម Girona បាទសម្រាប់ក្រុមទាំងពីរធ្លាប់ប៉ះគ្នា5ប្រកួតចុងក្រោយគឺក្រុម Girona ឈ្នះ3លើកស្មើ1និងចាញ់1ប្រកួតជាមួយនឹងក្រុម Deportivo Alaves ហើយយើងគិតតារាងពិន្ទុគ្នាពេលបច្ចុប្បន្នសប្តាហ៍ទី25នេះក្រុម Deportivo ម្ចាស់ផ្ទះមាន26ពិន្ទុក្រោមការប្រកួត24លើកខណៈដែលក្រុមភ្ញៀវបាទមាន29ពិន្ទុក្រោមការប្រកួត24លើកដូចគ្នាលេខរៀងទី12 5ប្រកួតចុងក្រោយរបស់ក្រុម Deportivo បាទគឺបានអកុសលដោយឈ្នះ2ប្រកួតស្មើ1និងចាញ់2ប្រកួតចុងក្រោយស្មើជាមួយក្រុម Sevilla សម្រាប់ក្រុម Girona 5ប្រកួតចុងក្រោយឈ្នះ2ប្រកួតស្មើ2និងចាញ់1ប្រកួតចុងក្រោយឈ្នះទៅលើបាទក្រុម Barcelona ជើងខ្លាំងនៅក្នុងបាទ La Liga តែម្ដងដោយលទ្ធផល2-1សម្រាប់លទ្ធផលគូទី3នេះអេមីនគេថា Girona នឹងឈ្នះទៅលើ Alaves 2-1អរគុណសម្រាប់ការតាមដានវីដេអូនេះតាំងពីដើមដល់ចប់បងប្អូនដែលស្វែងរកការកំសាន្តទៅលើកីឡាក៏អាចធ្វើការទំនាក់ទំនងមកកាន់អេមីនតតាមរយៈ Telegram ដែលអេមីនដាក់នៅក្រោមវីដេអូមួយនេះអរគុណជូនពរបងប្អូនសម្រាប់ល្អទាំងអស់គ្នា